បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្គាល់អំពីរបៀបនៅក្នុងការលុបចោលគណនី account Facebook របស់យើងមានន័យថា account របស់យើងកំពុងតែប្រើប្រាស់ហើយយើងចង់លុបចោលកុំឲ្យមាននៅលើ Facebook ទៀតហើយជាដំបូងហ្នឹងបងប្អូនចូលទៅកាន់ Facebook របស់យើងដល់ចំណុចនេះបងប្អូនត្រូវមើលកន្លែង menu ចុចពាក្យ menu ហ្នឹងเนาะអូខេមកលើយកពាក្យថា setting ចុច setting មួយមកដល់ចំណុចនេះបងប្អូនត្រូវមើលកន្លែងទី2នេះចុចលើនឹងមួយអូខេមកដល់ចំណុចនេះបងប្អូនយកពាក្យថាយកចំណុចនេះបងប្អូនអូខេមកដល់ចំណុចនេះហើយបងប្អូនជ្រើសរើសយកខាងក្រោមគេដល់ចំណុចនេះបងប្អូនយកចំណុចទី2នេះចុចនេះអូខេដល់នេះគឺយើងជ្រើសរើស account យើងចង់លុបខ្ញុំចង់លុបនេះអូខេហើយមកដល់ចំណុចនេះគឺគេឲ្យយើងជ្រើសពីចំណុចចុងបងប្អូនចូលខាងក្រោមដែលមានពាក្យថា delete account ហើយសូមជម្រាបថាការលុប account នេះគឺវានឹងលុបជារៀងរហូតរយៈពេល3ខែគឺបាត់យើងលែងយកមកវិញបានទេបងប្អូនចុចហ្នឹងចុចពាក្យ continue នេះមក continue អូខេអញ្ចឹងយើងមកក្រោមនេះFacebook វានឹងបង្ហាញអំពីព័ត៌មានរបស់យើងដែលជាមាន friend ចំនួនប៉ុន្មាននាក់ប្រហែលរូបប្រមាណអីប្រមាណទៅអញ្ចឹងដើម្បីលុបបានយើងចុចពាក្យ continue ទៀតមកអូខេដល់ចំណុចនេះគឺវានឹងឲ្យយើងវាបញ្ចូលនូវពាក្យសម្ងាត់បងប្អូនអត់ចាំពាក្យសម្ងាត់ទេខ្ញុំនឹងប្រាប់អំពីរបៀបមើលពាក្យសម្ងាត់ទៀតអញ្ចឹងបងប្អូនវាយពាក្យសម្ងាត់របស់បងប្អូនមកចូលពាក្យសម្ងាត់ហើយបងប្អូនចុចពាក្យ continue នេះមកបន្ទាប់មកដល់ចំណុចនេះបងប្អូនចុច continue ទៀតបងប្អូនចុចក្រោមចុចពាក្យ continue ទៀតមកអានេះគឺជាចំណុចចុងក្រោយឯងបងប្អូនមានន័យថាយើងនឹងលុបជ្រៀងរហូតមកបងប្អូនអូខេលុបហ្នឹងគឺបាត់ចេញមកបងប្អូនចុច delete account នេះមកអូខេបងប្អូនអញ្ចឹងគណនី account Facebook របស់បងប្អូនបានលុបជាអូតូហើយយើងអាចមាន account ផ្សេងឬក៏យក account មិត្តភ័ក្តិរបស់យើងឆែកមើលទៅគឺព័ត៌មាន account របស់យើងគឺបាត់ចេញពី Facebook ហើយបងប្អូន